ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពគណៈពេលនេះខ្ញុំមកដល់វត្តសុវណ្ណគង្គាដែលស្ថិតនៅក្នុងស្រុកអង្គរបូរីខេត្តតាកែវយើងនេះបាទទីតាំងនេះគឺជាទីតាំងមួយដែលយើងមើលពីនេះទៅទីផ្លូវកាត់មកពីទីរួមខេត្តបាទតាមដងគេហៅថាថ្នោតទេឡំដងទេគឺថ្នោតទេពីទីរួមខេត្តមកហើយយើងជិះទៅដល់នេះយើងទៅដល់ទីតាំងមួយគឺដល់ស្ពានហូឈៀមតែម្ដងអញ្ចឹងផ្លូវទៅអង្គរបូរីហើយយើងបត់ស្ដាំទៅអង្គរបូរីបត់ឆ្វេងមកព្រៃកបាសអញ្ចឹងខ្ញុំនឹងថតវីដេអូឲ្យចែកជូនពុកម៉ែបងប្អូនទស្សនាតាក់ទងជីវ័តជាមួយនឹងវត្តសុវណ្ណគង្គាបាទសុវណ្ណគង្គាដូចតទៅណ៎បងប្អូននេះគឺជាទស្សនវិជ្ជាចូលដល់ក្នុងវត្តដែលឃើញមានស្មៅជាច្រើនហើយយើងមើលទៅខាងនោះគឺពូបៃតងបងប្អូនគឺសម្បូរដោយស្រូវហើយនេះគឺជាព្រះវិហារដែលគេកំពុងតែជួសជុលបដាបន្តិចទៀតខ្ញុំនឹងថតទស្សនវិជ្ជាចែកជូនពុកម៉ែបងប្អូនទស្សនាចំណែកឯនេះគឺជាសាលាធម្មសទ្ធាបាទសាលាធម្មសទ្ធាបងប្អូននេះសាលាធម្មសទ្ធាគឺមិនមែនផ្ទាល់ដីទេបងប្អូនគឺមានពីរជាន់ខាងក្រោមជាន់ខាងលើពិបាកដែរពេលចាស់គាត់អាយុច្រើនគាត់មកឡើងសាលាធម្មសទ្ធាហាងបាក់បន្តិចបាទសាលាផ្ទាល់ដីវិញអែមតែម្ដងបាទនេះជាសាលាជាអូសំទោសជាព្រះវិហារដែលគេទៅតែជួសជុលខ្លះតែពិតព្រះវិហារនេះធ្វើហើយយូរហើយព្រះវិហារនេះឥឡូវខ្ញុំនឹងទៅថតចែកជូនពុកម៉ែបងប្អូនទេសនាដូចតទៅជាមួយនឹងទស្សនវិជ្ជាព្រះវិហារហើយនឹងទេសភាពផ្សេងទៀតដែលនៅជុំវិញនេះហ្នឹងហើយពុកម៉ែបងប្អូនខ្ញុំជិះម៉ូតូយឺតឲ្យពុកម៉ែបងប្អូនទស្សនាវត្តនេះទេសភាពវត្តនេះគឺដោយសារតែឃើញជាងកំពុងតែធ្វើទៅចឹងខ្ញុំជឿថតកុំឲ្យរំខានគាត់បាទកុំឲ្យរំខានគាត់ជាងថតតិចចែកជូនពុកម៉ែបងប្អូនទស្សនាបាទផ្លូវនេះមិននឹងទៅណាទេបងប្អូននេះគឺដល់ទីធ្លាវត្តដែរប៉ុន្តែហាក់បីដូចជាមានផ្លូវទៅបាទនេះផ្លូវនេះមិនទៅណាទេអញ្ចឹងយើងត្រឡប់មកវិញហើយនឹងបញ្ចប់វីដេអូនៅពេលនេះបាទជាមួយនឹងទស្សនវិជ្ជាវត្តសុវណ្ណគង្គាមានតែប៉ុណ្្នឹងទេបងប្អូនបាទជួបគ្នានៅវត្តបន្តទៀតជាមួយនឹងchannel របស់ខ្ញុំបាទនេះសារដែរបងប្អូនឃើញទេបាទនេះសាលាធម្មសទ្ធាបងប្អូន